កុំអាងភាពជោគជ័យបន្តិចបន្តួចហើយមើងងាយមនុស្សជុំវិញខ្លួននៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានពាក្យថាជោគជ័យប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅពេលដែលយើងឡើងដល់កម្ពស់មួយដែលខ្ពស់ជាងគេយើងបែរជាភ្លេចមើលដីដែលធ្លាប់ជន់ហើយមើលស្រាលមនុស្សដែលនៅទាបជាងយើងកុំភ្លេចថាថ្ងៃនេះយើងមានសំណាងយើងមានឱកាសនិងមានសមត្ថភាពអាចឈរនៅចំណុចខ្ពស់បានតែវាមិនមែនជាការធានាថាយើងនឹងនៅទីនោះជារៀងរហូតនោះឡើយជីវិតប្រៀបបីដូចជាកង់រទេះថ្ងៃនេះឡើងថ្ងៃក្រោយក៏អាចចុះវិញបានបើយើងមើលងាយគេនៅពេលដែលយើងកំពុងឡើងតើយើងនឹងមានមុខមាត់អ្វីទៅសុំឲ្យគេជួយនៅពេលដែលយើងធ្លាក់ចុះវិញជោគជ័យដែលយើងមាននៅថ្ងៃនេះអាចនឹងជាចំណែកនៃការលះបង់ពីឪពុកម្ដាយការជ្រុំជ្រែងពីមិត្តភ័ក្តិឬសូម្បីតែការអត់ធ្មត់ពីអ្នកក្រៅមកគាត់ការមើលងាយមនុស្សជុំវិញខ្លួនគឺស្មើនឹងការមើលងាយប្រភពដើមនិងអ្នកដែលធ្លាប់ជាចិន្តាឲ្យយើងជាន់ឡើងកុំវាយតម្លៃអ្នកដទៃថាអសមត្ថភាពត្រឹមតែដោយសារតែគេមិនទាន់មានអ្វីដូចយើងនៅថ្ងៃនេះមនុស្សម្នាក់មានរដូវកាលរីកស្គូស្គីខុសៗគ្នាអ្នកដែលយើងមើលងាយនៅថ្ងៃនេះអាចនឹងក្លាយជាបុគ្គលអស្ចារ្យនៅថ្ងៃស្អែកការឲ្យតម្លៃមនុស្សមិនមែនមើលលើអ្វីដែលគេមានតែមើលលើអ្វីដែលគេជានិងការតស៊ូរបស់គេសម្បកក្រៅអាចផ្លាស់ប្ដូរបានប៉ុន្តែចរិតមារយាទគឺជាអត្តសញ្ញាណពិតបើជោគជ័យហើយធ្វើឲ្យគេក្លាយជាមនុស្សឆ្មាំងឆ្មៃនោះជោគជ័យនោះកំពុងតែបំផ្លាញភាពជាមនុស្សរបស់យើង